មានពុកម៉ែបងប្អូនហ្វេនញាតិពធណាធ្លាប់ឃើញផ្កាចាទេហើយនេះគឺជាផ្កាចាណានៅពេលដែលនិយាយរឿងផ្កាចាអ្នកគ្រូសុំលើកយករឿងជាដកមួយមានឈ្មោះថាបលស័កជាដកនៅក្នុងបៃដកសរសេរថាផ្កាចាឬក៏ដើមចាប៉ុន្តែនៅក្នុងអត្ថកថាខ្លះបញ្យល់ថាគឺដើមរលួសផ្អុងឬក៏រលួសមាសប៉ុន្តែมันសំខាន់តែនៅពេលណាដែលនិយាយពីរឿងផ្កាចាអ្នកគ្រូសុំនិយាយរឿងជាដកខ្លីបន្តិចណាកាលពីដើមព្រះពោធិសត្វធ្លាប់បានយងកំណើតកើតជាសត្វហង្សហើយព្រះអង្គក៏បានហើទៅហើមកហើយក៏តែងតែជជែកជាមួយរុក្ខទេវតាដែលនៅលើដើមផ្កាចានឹងជាប្រចាំដោយសារហង្សគឺជាសត្វដែលនៅចតុមហារាជការគេមានការកាត់អីពូជគ្នាចឹងណាអញ្ចឹងគេអាចនិយាយជាមួយទេវតាដែលនៅថែរក្សានៅលើដើមផ្កាចាហ្នឹងអញ្ចឹងគេជាសម្លាញ់នឹងគ្នាគេឧស្សាហ៍និយាយគ្នាធម្មតាសួរសុខទុក្ខគ្នាហើយមានពេលមួយរុក្ខទេវតាដែលនៅលើដើមផ្កាចាហ្នឹងគេប្រាប់ថាអើយសម្លាញ់ថ្ងៃមុនហ្នឹងមាននាងសារិកាមួយហ្នឹងវាមកជួសអាចនៅលើតាគៀបដើមចាហ្នឹងឥឡូវឃើញណោះមានប្រឡូកដើមជ្រៃដោះហើយបើយើងភាគច្រើនគេហៅថាដើមបញ្ញាក្អែកណាហើយហង្សមាសដែលជាព្រះពោធិសត្វហ្នឹងប្រាប់ថាអើយរុក្ខទេវតាសម្លាញ់អ្នកឯងដកដើមជ្រៃនឹងចោលទៅព្រោះទៅប្រឡូក4ធ្នប់ដៃកុំទុកឲ្យវាដុះវែងអីតែកាលណាវាដុះទៅឬវាវែងណាវានឹងបំផ្លាញដើមឈើដែលវាដុះពីលើនឹងឯងហើយរុក្ខទេវតាគេសើចណាហើយសម្លាញ់ធម្មតាដើមជ្រៃនេះឥឡូវយើងត្រូវថែរក្សាដល់ពេលដែលដើមជ្រៃនឹងធំឡើងយើងក៏បានទីពឹងដើមជ្រៃនឹងវិញប្រៀបដូចជាមេដាថែបុត្រដល់ពេលបុត្រធំថែរក្សាមេដាវិញយ៉ាងណាដើមជ្រៃដែលដុះលើដើមចារបស់យើងនេះក៏ដូចគ្នាហើយសម្លាញ់ហង្សក៏ប្រាប់ថាអើយដកចេញទៅព្រោះវានឹងវិនិច្ឆ័យដល់អ្នកណាអនាគតទៅអ្នកអាចនឹងបាត់បង់វិមាននៅពេលដែលដើមនោះធំឬវាចាក់ទៅដើមចាស់របស់អ្នកឯងអាចនឹងបាក់មែកបាក់អីលែងមានវិមានកថាបានណាហើយទេវតាគេអត់ជឿទេអើយវាមិនអាចទៅរួចទេដល់យូរដើមជ្រៃហ្នឹងធំទៅចាក់ឬទៅបាក់មែកមែនហើយក៏មានរុក្ខទេវតាផ្សេងក៏មានដើមជ្រៃហ្នឹងតែអត់ដែរតាក់ទងគ្នាដែរដឹងរឿងទេណាដល់ដើមជ្រៃហ្នឹងធំទៅវាដើមចាហ្នឹងកបត់ចង់បាត់ព្រោះវាបាក់មេចុះអញ្ចឹងធ្លាក់តាំងពីមានទេវតាចាស់នឹងទៀតហើយទេវតានៅដើមចាស់ហ្នឹងអង្គុយយំហើយមិនគួរណាយើងអត់ស្ដាប់ពាក្យសម្លាញ់ហង្សយើងសោះឥឡូវនេះវាដូចជារំជួយផែនដីលែងមានវិមាននៅដល់ពេលដើមវិមានដែលនៅលើដើមចាស់ហ្នឹងបាក់ទៅដើរទេវតាហ្នឹងដើរមកលើដីហើយទេវតាដែលនៅលើដើមជ្រៃហ្នឹងក៏សួរថាហាលោកទេវតាលោកមកពីខាងណាដែរខ្ញុំជាទេវតាដែលស្ថិតលើដើមជ្រៃហ្នឹងរីករាយដែលបានស្គាល់ហើយទេវតាដើមចាហ្នឹងយំបោកខ្លួនលែងមានវិមានហើយអញ្ចឹងរឿងនេះពាក់ព័ន្ធនឹងរឿងដើមចាហើយតម្រាខ្លះសរសេរថារលួសផ្អុងចង់បញ្ជាក់ថារឿងរ៉ាវហ្នឹងមានអត្ថន័យណាតែគ្រាន់តែអ្នកគ្រូលើករឿងរ៉ាវហ្នឹងមកសិនទេព្រះសម្មាសម្ពុទ្ធចង់បញ្ជាក់ថាអាកិលេសតិចតួចហ្នឹងកុំមើលងាយកុំមើលរំលងហើយឲ្យមើលឃើញថាអ្វីដែលវារីកធំធាត់ទៅបំផ្លាញខ្លួនឯងបំផ្លាញយើងហ្នឹងគួរតែកំចាត់វាចោលឲ្យហើយកុំឲ្យវាធំប្រយ័ត្នបាត់វិមានដោយទេវតាដើមចាណាអូខេ